សុភាសិតខ្មែរនិងសុភាសិតចិនសូវឲ្យសាច់កុំបង្ហាញព្រៃឬសូវបង្រៀនឲ្យចេះស្ទូចត្រីប្រសើរជាងឲ្យត្រីគេហូបដោយសារសុភាសិតទាំងពីរនេះមានអត្ថន័យប្រហាក់ប្រហែលគ្នាទើបខ្ញុំលើកយកមកបកស្រាយបញ្ចូលគ្នាតែមួយឃ្លាដំបូងនៃសុភាសិតខ្មែរសូវឲ្យសាច់កុំបង្ហាញព្រៃធម្មតានៅពេលយើងរកបានសាច់អ្វីមួយរមែងតែមានអ្នកចង់បានសាច់នោះដូចយើងដែរប៉ុន្តែបើយើងបង្ហាញពីប្រភពព្រៃដល់គេអាចទៅយកសាច់នោះដោយស្រួលឬដោយមិនបានលះបង់អ្វីផ្សេងជាច្រើនទៀតដូចយើងនោះទេព្រោះកាលដែលយើងបានសាច់នោះមកយើងចាយកម្លាំងច្រើនចាយពេលវេលាច្រើននិងចាយប្រាជ្ញាហត់ណាស់ក្នុងការស្វែងរកព្រៃដូច្នេះបើយើងមិនបង្ហាញពីប្រភពព្រៃទៅដល់គេយើងក៏អាចចែករំលែកសាច់នោះបន្តិចបន្តួចដល់គេទុកជាការគួរសមបានដែរពាក្យថាសាច់សំដៅមកផលប្រយោជន៍ឬពាក្យថាព្រៃសំដៅដល់ប្រភពនៃផលប្រយោជន៍នោះហេតុអ្វីមិនប្រាប់ពីប្រភពនៃប្រយោជន៍នោះឲ្យគេបានដឹងផងដើម្បីឲ្យគេបានទៅកើតប្រយោជន៍នោះដែរទី1តាមពិតបើខ្ញុំជាតួអង្គអ្នកដែលឲ្យសាច់គេក្នុងសុភាសិតនេះខ្ញុំនឹងប្រាប់បង្ហាញពីប្រភពនៃប្រយោជន៍នោះដល់គេឬនឹងបង្ហាញព្រៃនោះដល់គេតែម្ដងប្រសិនណាបើខ្ញុំប្រកាសថាគេជាមនុស្សល្អស្មោះត្រង់មិនលោភលន់មិនអាត្មានិយមព្រោះនិស្ស័យមនុស្សល្អគេរមែងចង់បានសាច់នោះតែមួយចំអែតពោះតែប៉ុណ្ណោះគេនឹងមិនទៅរុករានបំផ្លាញព្រៃនោះដើម្បីយកសាច់មកលក់ធ្វើជាអ្នកមានឡើយរក្សាព្រៃមិនខ្វះសាច់ហូបទី2តាមពិតបើខ្ញុំជាតួអង្គអ្នកដែលសួររកព្រៃក្នុងសុភាសិតនេះខ្ញុំនឹងមិនហាមាត់សួរពីប្រភពព្រៃឡើយព្រោះបើគេមានសមត្ថភាពស្គាល់ពីប្រភពព្រៃនោះខ្ញុំក៏ត្រូវព្យាយាមបង្ហាញសមត្ថភាពរបស់ខ្ញុំដើម្បីរកព្រៃនោះឲ្យឃើញដូចគេដែរនៅលើโลกនេះពុំមានប្រយោជន៍ទាំងឡាយណាបានមកដោយស្រួលនោះទេបើអ្នកមិនហត់នឿយឬបើអ្នកមិនហូរញើសបើអ្នកមិនប្រើប្រាជ្ញាបើអ្នកមិនចំណាយពេលវេលាបើអ្នកមិនប្រឹងស្វះស្វែងដោយខ្លួនឯងពួកគេសុទ្ធតែឆ្លងកាត់នៅរឿងទាំងអស់នេះទំរាំតែបានសាច់ឬទំរាំតែបានប្រយោជន៍បន្តិចបន្តួចមកចែកយើងបើគេអាចប្រាប់ពីប្រភពព្រៃដល់យើងនោះយើងបានទៅយកប្រយោជន៍ដោយស្រួលហើយចុះបើអស់ពីព្រៃនោះទៅតើយើងនឹងទៅសួររកព្រៃផ្សេងពីនរណាទៀតតើមួយជីវិតនេះយើងត្រូវសួរគេប៉ុន្មានដងដើម្បីទៅរកសាច់មកចិញ្ចឹមខ្លួនឯងសរុបសេចក្តីមកវិញទី1យើងមិនអាចបង្ហាញពីប្រភពនៃប្រយោជន៍នោះដល់នរណាម្នាក់ទាំងដែលយើងមិនបានដឹងថាគេជាមនុស្សបែបណាឡើយទី2គ្មានប្រយោជន៍ទាំងឡាយណាដែលបានមកដោយស្រួលនោះទេបើយើងមិនចាប់ផ្ដើមពីសូន្យទៅមុនប្រើកម្លាំងនិងប្រាជ្ញាប្រើពេលវេលាក្នុងការស្វែងរកទាំងនេះគឺជាការលុតដំនិងបង្រៀនខ្លួនឯងឲ្យកាន់តែមានសមត្ថភាពបែបនេះយើងនឹងមានជំនាញក្នុងការស្វែងរកព្រៃដោយខ្លួនឯងដោយមិនចាំបាច់សួរគេពេញមួយជីវិតឡើយសុភាសិតចិនសូវបង្រៀនឲ្យចេះស្ទូចត្រីប្រសើរជាងឲ្យត្រីគេហូបតាមពិតអត្ថន័យនេះងាយយល់ទេហើយមានអត្ថន័យប្រហែលគ្នានឹងសុភាសិតខ្មែរនៅខាងលើនោះដែរការហុចប្រយោជន៍ឲ្យទៅគេទោះច្រើនប៉ុណ្ណាក៏គង់តែគេហូបអស់តែបង្រៀនគេឲ្យចេះបង្កើតប្រយោជន៍នោះដល់ខ្លួនឯងទើបគេអាចហូបបានរៀងរហូត